សូមនមស្ការចំពោះគុណប្រតនត្រ័យដោយស្ដីគោរពសូមស្វាគមន៍សួស្ដីបងប្អូនទាំងអស់គ្នាខ្ញុំបាទកូនជឿនសប្តាហ៍ថ្ងៃនេះពិភពលោកយើងវិលលឿនពេករហូតដល់យើងស្ទើរតែមិនដឹងថាត្រូវគិតអ្វីហើយផ្ដោតទៅលើអ្វីទេរឿងរ៉ាវប្រវត្តិសាស្ត្រនិងអក្សរសិល្ប៍ខ្មែរដូចជារាមកេរ្តិ៍ឬក៏ទុំទាវនៅតែសំខាន់ប៉ុន្តែតើយើងត្រូវប្រើកម្លាំងចិត្តបែបណាដើម្បីអានស្រាវជ្រាវនិងយល់វាឲ្យស៊ីជម្រៅនៅក្នុងសម័យដែលមានព័ត៌មានលឿនដូចផ្លេចបន្ទោថ្ងៃនេះខ្ញុំនឹងចែករំលែកនៅធម៌ជាកម្លាំងទាំង5ឬហៅថាពលៈ5ដែលជាវិធីសាស្ត្របុរាណជួយឲ្យចិត្តយើងរឹងមាំក្នុងការសិក្សា Digital អញ្ចឹងពលៈ5គឺគ្រាន់តែជាកម្លាំងចិត្ត5យ៉ាងដែលធ្វើឲ្យយើងរឹងមាំនិងសម្រេចគោលដៅវាមិនមែនជារឿងពិបាកយល់ទេគឺទី1សទ្ធាការជឿជាក់ត្រូវតែជឿជាក់ទី2វិរិយៈការព្យាយាមត្រូវតែតស៊ូទី3សតិការរលឹកត្រូវដឹងខ្លួនមិនភ្លេចភ្លាំងទី4សមាធិការតាំងចិត្តត្រូវផ្ដោតអារម្មណ៍ទី5បញ្ញាការចេះដឹងត្រូវមានការយល់ដឹងច្បាស់អញ្ចឹងបង្ហាញរឿងនេះដើម្បីឲ្យយើងពិចារណាកម្លាំងសទ្ធាក្នុងការសិក្សា Digital គឺជាការជឿជាក់លើខ្លួនឯងថាខ្ញុំអាចរៀននិងវិភាគបានទោះបីជាយើងគេកិច្ចចែករំលែកព័ត៌មានច្រើនយ៉ាងណាក៏ដោយយើងត្រូវជឿថាអក្សរសិល្ប៍ខ្មែរនៅតែមានតម្លៃធំសម្រាប់ជីវិតយើងមិនមែនគ្រាន់តែជារឿងបុរាណនោះទេទី2គឺវិរិយៈការព្យាយាមវិរិយៈគឺជាការតស៊ូយុគសម័យនេះយើងចូលចិត្តរកអ្វីដែលងាយស្រួលសុទ្ធខាត់តែវិភាគអក្សរសិល្ប៍គឺទាមទារឲ្យយើងព្យាយាមអានអត្ថបទដើមច្រើនដងមិនមែនគ្រាន់តែអានសង្ខេបឬក៏ summary នោះទេត្រូវមានវិរិយៈស្វែងរកឯកសារតាម Google Scholar ឬក៏បណ្ណាល័យអនឡាញកុំបោះបង់ហើយសតិគឺការទី3គឺសតិការដឹងខ្លួនប្រុងស្មារតីពេលអានអក្សរសិល្ប៍ហ្នឹងយើងត្រូវដឹងខ្លួនថាតើអ្នកនិពន្ធកំពុងបង្ហាញអ្វីតើអត្ថន័យនេះស៊ីគ្នាជាមួយសង្គមយើងដែរទេនៅក្នុងសម័យព័ត៌មានច្រើនយើងត្រូវតែមានសតិដើម្បីជៀសវាងព័ត៌មានคล้ายៗ fake news ឬក៏ការបកស្រាយលម្អៀងចំណុចទី4គឺសមាធិការតាំងចិត្តមាំសមាធិគឺជាការផ្ដោតអារម្មណ៍ក្នុងពិភពដែលមាន TikTok Facebook និងnotification គ្រប់ពេលយើងពិបាកនឹងផ្ដោតណាស់ដើម្បីវិភាគឲ្យយល់ច្បាស់យើងត្រូវការសមាធិគឺបិទការរំខានបណ្ដោះអាសន្នដូចជាការដាក់ទូរស័ព្ទចូល flight mode អីចឹងសមាធិធ្វើឲ្យគំនិតយើងមុតដូចកំបិតអញ្ចឹងហើយទី5គឺបញ្ញាការដឹងច្បាស់ចុងក្រោយគឺបញ្ញាការចេះដឹងនិងយល់ច្បាស់បញ្ញាកើតមកអំពីការអនុវត្តធម៌ទាំងពុត4ខាងលើបញ្ញាជួយយើងឲ្យយល់ថាតើអក្សរសិល្ប៍ខ្មែរផ្ដល់មេរៀនអ្វីដល់យើងហ
ហើយយើងត្រូវប្រើឧបករណ៍ digital ដូចជា AI សម្រាប់ការវិភាគដោយឆ្លាតវៃមិនមែនទុកឲ្យ AI មកជំនួសការគិតរបស់យើងនោះទេបញ្ហាធ្វើឲ្យយើងខ្លាចទៅជាម្ចាស់លើឧបករណ៍ហើយសរុបមកវិញពលៈ5យ៉ាងគឺធម្មពលគឺជាធម្មពលចិត្តដែលយើងអាចប្រើបានគ្រប់ពេលវាជួយយើងឲ្យសទ្ធាជឿជាក់លើអ្វីដែលល្អវិរិយៈតស៊ូធ្វើការងារដែលពិបាកសតិដឹងខ្លួនមិនជឿអ្វីផ្ដេសផ្ដាសសមាធិផ្ដោតអារម្មណ៍បានយូរបញ្ញាយល់ច្បាស់ពីខ្លឹមសារតើអ្នកគិតថាពលៈមួយណាដែលអ្នកត្រូវប្រើបំផុតក្នុងជីវិតប្រចាំថ្ងៃអញ្ចឹងសូមចូលរួមខមមិនប្រាប់ខ្ញុំនៅខាងក្រោមសូមកុំភ្លេចចុច like និង subscribe ដើម្បីកុំឲ្យរំលងវីដេអូថ្មីៗទៀតពីខ្ញុំបាទកូនជឿនសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ